ពិធីចែកបានកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋចំនួន283គ្រួសារស្មើនឹង376បាននៅស្រុកត្បែងមានជ័យនៅព្រឹកថ្ងៃទី6ខែឧសភាឆ្នាំ2025លោកមិនស៊ីថាអភិបាលរងខេត្តព្រះវិហារបានអញ្ជើញចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុសម្រាប់ភូមិពោខឿននិងភូមិស្រឡៅទូងឃុំពោស្រុកត្បែងមានជ័យខេត្តព្រះវិហារដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តអាជ្ញាធរមូលដ្ឋានមន្ត្រីក្រមការងារចុះបញ្ជីដីធ្លីព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀតយោងតាមរបាយការណ៍របស់លោកសសាវ៉េតប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសូរិយោដីខេត្តព្រះវិហារបានឲ្យដឹងថាក្រោមការខិតខំប្រឹងប្រែងរបស់ក្រុមការងារចុះបញ្ជីដីធ្លីនិងកិច្ចសហការពីអាជ្ញាធរមូលដ្ឋានក្នុងការវាស់វែងនិងគូសប្លង់ដីគម្រោងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅស្រុកត្បែងមានជ័យខេត្តព្រះវិហារត្រូវបានបញ្ចប់ទាំងស្រុងសម្រាប់ក្បាលដីចំនួន413ក្បាលដីឃើញថាក្បាលដីដែលត្រឹមត្រូវតាមនីតិវិធីច្បាប់ដែលត្រូវចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបានចំនួន376ក្បាលដីក្នុងនោះជាកម្មសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋមានចំនួន370ក្បាលដីជាកម្មសិទ្ធិរបស់រដ្ឋមានចំនួន6ក្បាលដីរក្សាទុកមិនចេញបានមានចំនួន37ក្បាលដីជាដីគ្មានទិន្នន័យមានប្រសាសន៍ក្នុងឱកាសនោះលោកមិនស៊ីថាបានថ្លែងថាបានកម្មសិទ្ធិដីធ្លីដែលចែកជូននៅពេលនេះគឺជាគេដំណើរដ៏មានតម្លៃរបស់សម្ដេចមហាបវរធិបតីដែលបានផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋយើងក្នុងទិសដៅលើកកម្ពស់ជីវភាពរស់នៅគ្រប់ក្រុមគ្រួសារឲ្យកាន់តែប្រសើរឡើងលោកក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋយើងដែលទទួលបានកម្មសិទ្ធិដីធ្លីនាពេលនេះត្រូវថែរក្សាឲ្យបានល្អជៀសវាងយកទៅអ៊ុតក្នុងថង់ប្លាស្ទិកដែលជាហេតុធ្វើឲ្យមានការលំបាកនៅពេលយើងយកទៅប្រើប្រាស់ក្នុងកិច្ចការផ្សេងៗក្នុងឱកាសនោះផងដែរលោកក៏បានលើកឡើងថាការសម្រេចបាននៅវឌ្ឍនភាពនេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារនិងកិច្ចសហការពីអាជ្ញាធរមូលដ្ឋានហើយការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធមិនត្រឹមតែជួយធានាសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ប៉ុណ្ណោះទេថែមទាំងរួមចំណែកដល់ការកាត់បន្ថយចំនួនដីធ្លីនិងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ផងដែរបន្ថែមពីនេះលោកក៏បានថ្លែងប្រាប់បងប្អូនប្រជាពលរដ្ឋយើងពីកត្តាសុខសន្តិភាពដែលមានសពថ្ងៃនេះក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាអតីតនាយករដ្ឋមន្ត្រីនិងបន្តដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបច្ចុប្បន្នដែលធ្វើឲ្យប្រទេសជាតិយើងមានការអភិវឌ្ឍលើគ្រប់វិស័យនៅទូទាំងប្រទេសនិយាយជារួមនិងដោយឡែកនៅស្រុកត្បែងមានជ័យខេត្តព្រះវិហាររបស់យើង។